Mà chui. Cái tông đá mấy tấm đá đá khỏi tay. Các cô đi nông bánh chọc. សួស្តីបងប្អូនទាំងគ្នាអត់ទៅណាឆ្ងាយពីទីក្រុងសូអ៊ូលទេបងប្អូនវីដេអូនេះហើយបងប្អូននៅកូរ៉េដែលចង់ជិះឡានក្រុងអត្តពលមើលទេសភាពទីក្រុងសូអ៊ូលនេះបងប្អូនអាចមកជិះបាននៅផ្សារធុងទីមុនស៊ីចាំងនេះបងប្អូនឃើញផ្សារធុងទីមុនក្រោយហ្នឹងហើយនេះឡានក្រុងអត្តពលយើងជិះមើលទេសភាពហើយបងប្អូនទស្សនាកុំភ្លេចចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងនៅលើអេក្រង់នឹងស្រេចថ្ងៃនេះខ្ញុំមកមើលគេតាំងនេះគេតាំងពីពណ៌មហូបអាហារវប្បធម៌ផ្សេងមកប្រទេសនៅអាស៊ីយើងមិននៅអាស៊ីក៏នៅអឺរ៉ុបដែរនៅច្រើនប្រទេសមែនទេបងប្អូនហើយក៏មានកម្ពុជាយើងដែរតើយើងនាំខ្ញុំនាំបងប្អូនទៅទស្សនាមានច្រើនប្រទេសហើយបងប្អូនអើយមានតាំងពីពណ៌របស់របរផ្សេងមហូបអាហារយល់របស់របរច្រើនហើយមានច្រើនប្រទេសចូលរួមមែនទេហើយមាននេះហើយទីតាំងនេះគឺនៅផ្សារធុងទីមុនស៊ីចាំងផ្សារនេះអ្នកណាក៏ស្គាល់ដែរនៅកូរ៉េល្បីមែនទែនធំមកបងប្អូនហើយមើលមនុស្សច្រើនខ្ញុំដើរនេះខាងក្រោមមើលខាងក្រោមមើលខាងលើធម្មតាតែខាងក្រោមដីវិញសិតតែចំណតរថភ្លើងហើយនឹងផ្លូវរថភ្លើងខ្វាត់ខ្វាយបងប្អូនហើយកូរ៉េសាហាវណាស់នៅក្រោមដី4 10 20ម៉ែត្រ30 40ម៉ែត្រទៅក្រោមសើផ្លូវរថភ្លើងកែមែនទេកូរ៉េផ្លូវរថភ្លើងខ្វាត់ខ្វាយហ្នឹងនៅខាងក្រោមដីដែលខ្ញុំដើរពីលើហ្នឹងសិតតែផ្លូវរថភ្លើងទេខាងក្រោមហ្នឹងធ្វើកាត់ក្រោមមកគៀក្រោមមួយអូយសាហាវមែនទេហើយនេះគឺស្តង់តាមប្រទេសនានាស្តង់តាំងមហូបអាហារសម្លៀកបំពាក់វប្បធម៌អីចឹងណាបងប្អូនទស្សនាវីដេអូកុំភ្លេចជួយ share ចែករំលែកម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីហើយនេះកពើនេះកពើមែនតើបងប្អូនមិនមែនជួយកពើមែនតើតក៏ប៉ុន្តែវាក្រៀមដែរនេះក្រៀមទៅគេយកមកតាំងមើលដំណើររបស់ប្រទេសស៊ូដានប្រទេសស៊ូដានប្រហែលជាប្រទេសនឹងសម្បូរកពើបានគេយកកពើមកតាំងកូនកូរ៉េគេចាប់កូនកូរ៉េដែលស្គាល់កពើយ៉ាងប្រទេសស៊ូដាននៅណាបងប្អូនស៊ូដានអ្នកណាស្គាល់ស៊ូដានហើយកពើឡើងគេខាគេសម្ងួតឡើងក្រៀមយកមកដាក់តាំងបង្ហាញមើលហើយស្តង់មានច្រើនមែនទែនជនជាតិកូរ៉េក៏មកជនជាតិកូរ៉េមកចម្រុះជាតិសាសន៍មកជនជាតិកូរ៉េនៅទឹកដីកូរ៉េជនជាតិកូរ៉េនោះមានឡាវដែរខ្ញុំមើលនោះបងប្អូនទៅមើលស្តង់របស់កម្ពុជាយើងហើយស្តង់កម្ពុជាយើងមនុស្សមកតិចដែរអត់សូវមានខ្មែរមកទេបងប្អូនភាគច្រើនមានជាតិសាសន៍គេខ្មែរយើងប្រហែលជាអត់ដឹងទេខ្ញុំអត់ដឹងថាគេតាំងពីពណ៌ទេដែលដើរមកជួបវាក់ចូលមើលគេទៅថាមកជិះឡានក្រុងអត្តពលនឹងថតទេសភាពទីក្រុងសូអ៊ូចែកជូនបងប្អូនទស្សនាក៏ប៉ុន្តែម៉ោងវាអត់ត្រូវគេឡានចាញ់ដំណើរម៉ោង7វាយប់ពេកអញ្ចឹងហើយចាំថ្ងៃក្រោយចាំនាំបងប្អូនជិះឡានក្រុងអត្តពលនឹងមើលទេសភាពទីក្រុងសូអ៊ូថាថតចែកជូនបងប្អូនទស្សនាហើយកុំភ្លេច like page និង Subscribe Channel YouTube ហើយទៅវីដេអូក្រោយខ្ញុំធ្វើពីការជិះឡានក្រុងអត្តពលនឹងចែកថតទេសភាពទីក្រុងសូអ៊ូចែកបងប្អូនទស្សនាហើយនេះស្តង់របស់ជប៉ុនមានចម្រុះជាតិសាសន៍ច្រើនណាស់បងប្អូនអើយមកល្វែងនេះហើយទៅក្រោយនោះទៀតវែងច្រើនស្តង់រាប់រយស្តង់តាមពីបាច់អឺរ៉ុបក៏មកនេះដែរអឺរ៉ុបនិងអាស៊ីរបស់យើងនេះចិនអត់មានទេចិនបាត់ស្តង់ហើយនេះកម្ពុជាយើងបងប្អូននេះកម្ពុជាកម្ពុជាមានតាំងដាក់ក្របចន្ទីស្វាយចន្ទីខ្ញុំភ្លក់ចំណែកគេលក់ក៏តាមពេលគេដាក់តេះហើយរបស់ផ្សេងក៏មានលក់ដែរលក់ខ្លះតាំងខ្លះកន្លែងតាំងដូចជាក្របចន្ទីគេតាំងឲ្យយើងភ្លក់ហើយស្តង់ឥឡូវនេះតាំងរបស់របរប្រើប្រាស់ស្តង់នៅក្រោយនោះគឺស្តង់លក់ម្ហូបអាហារភេសជ្ជៈអីផ្សេងនំសមអីចឹងទៅហើយអានេះតាំងរបស់ប្រើប្រាស់ឬជាវត្ថុសិល្បៈផ្សេងហើយនឹងក្របចន្ទីរបស់នេះឲ្យភ្ញៀវបរទេសគេទស្សនាហើយនឹងភ្លក់ក្របចន្ទីដែរ
ចាំតិចទៀតខ្ញុំនាំបងប្អូនទៅទស្សនាស្តង់ម្ហូបអាហារបោះប្រទេសផ្សេងរួមទាំងបោះខ្មែរយើងផងដែរនៅក្រៅមនុស្សច្រើនណាស់បងប្អូនហើយអាកាសធាតុវារឿងអត់សូវច្បាស់អត់សូវស្រឡះមីស្អឹបដល់វាចឹងទៅថតអត់សូវច្បាស់ទេឃើញស្តង់កម្ពុជាយើងស្តង់គឺប៉ិនគ្នានេះថ្ងៃហ្នឹងដូចជាធ្វើនៅសាអ៊ូស្អែកឡើងដូចជាធ្វើនៅតំបន់ផ្សេងថ្ងៃសៅរ៍អាទិត្យធ្វើពីតំបន់ផ្សេងគ្នាហើយនេះហើយផ្សារធុងទីមូនស៊ីចាំងនេះបងប្អូនផ្សារគឺអានេះខាងក្រៅណានេះខាងក្នុងនៅខាងក្នុងនេះខ្ញុំតែចូលទៅខាងក្នុងខាងក្រៅមានឆាកប្រគំតន្ត្រីទៀតមកអែមទៅច្រើនដងតែចូលទេអ្នកដែលចង់មកលេងការ៉េកុំភ្លេចចូលមកលេងកន្លែងផ្សារនេះផងផ្សារកន្លែងនេះល្បីមែនទែនធុងទីមូនស៊ីចាំងនេះអ្នករៀនការ៉េប្រហែលជាឆ្លប់ឮឈ្មោះហើយនេះចាប់ពីនឹងទៅមុខគឺស្តង់លក់ម្ហូបអាហារនិងភេសជ្ជៈតាមប្រទេសនីមួយមានស្តង់ខ្លះទៅស្តង់ខ្លះអត់ទៅហើយនេះនឹងទីនឹងអីជាទៀងគ្នាឥណ្ឌាស្រីលង្កាអីនឹងប៉ាគីស្ថានអីនឹងតែកន្លែងនេះដោយសារផ្លូវជាតិពេកគេឲ្យមកកន្លែងធំទូលាយគេរួមឲ្យភ្ញៀវទេសចរមើលហើយខ្ញុំដើរតែនឹងដើរដើម្បីរកស្តង់ម្ហូបអាហារបោះកម្ពុជាយើងជាដល់ណែនមែនតើដើរមិនចង់រួចទេបងប្អូនអើយណែនហ្មងមើលមនុស្សចម្រុះជាតិសាសន៍ម្ហូបលក់គេមិនអត់ free ទេម្ហូបខ្លះឲ្យភ្លក់ម្ហូបខ្លះលក់មិន free ទាំងអស់ហើយយើងដើរភ្លក់ណាគេឲ្យភ្លក់ណាលក់ណែនតិចទៀតទៅដល់ស្តង់កម្ពុជាយើងហើយតាមម្ហូបប្រទេសផ្សេងគ្នាមានច្រើនប្រទេសចូលរួមជុំស្អកកបើឈ្ងុយគេតុកដៅថ្មីក្តៅគាត់ហើយទេកាពូនីនំបញ្ចុកអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូនេះកុំភ្លេចជួយ share ចែករំលែកនេះមួយផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតខ្ញុំនឹងថតចែកជូនបងប្អូនទស្សនានៅកន្លែងប្លែកកន្លែងកំសាន្តផ្សេងដើម្បីឲ្យបងប្អូនទស្សនាហើយវីដេអូមានច្រើនបងប្អូនកុំភ្លេចចូលទៅ Subscribe Channel YouTube ខ្ញុំនេះមួយផងដើម្បីទទួលបានវីដេអូថ្មីបងប្អូន Channel YouTube នៅលើអេក្រង់នឹងស្រេចបងប្អូនងាយស្រួលរកចូលទៅក្នុង YouTube ទៅ search ទៅឃើញអរគុណបងប្អូនសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបន្តទៀតហើយបងប្អូននៅក្នុង TikTok ក៏កុំភ្លេចជួយ follow page ម្នាក់មួយផងចូលមក Subscribe Channel YouTube ខ្ញុំនៅខាងក្រោមlink TikTok បងប្អូនអរគុណបាយបាយជួបគ្នាវីដេអូក្រោយបាយបាយនឹងល្អ